ស្នាដៃរបងតូនតាសែងមោទនភាពត្រង់កាលាសម័យឧត្តមស្នាដៃរបងតូនតាគំនិតទៀងវៃផ្សំនឹងបញ្ញាបង្កើតសាវតាទុកគេឈ្មោះខ្មែរគំនិតទៀងវៃផ្សំនឹងបញ្ញាបង្កើតសាវតាទុកគេឈ្មោះខ្មែរស្រុកភូមិកំណើតមានឈ្មោះងាប្រកបផ្ដិតតាមប្រវត្តិណាចាជាហោហាស្រុកភូមិកំណើតមានឈ្មោះងាប្រកបផ្ដិតតាមប្រវត្តិណាចាជាហោហាបន្ទាយប្រជុំកងមូលស្រុកស្រែសន្មតវត្តខ្មែរថាបន្ទាយក្របន្ទាយប្រជុំកងមូលស្រុកស្រែសន្មតវត្តខ្មែរថាបន្ទាយក្រចាំទុំបរាណក្មេងចាំងប្រស្រីស្រឡាញ់មេត្រីលោចិត្តស្មងសាចាំទុំបរាណក្មេងចាំងប្រស្រីស្រឡាញ់មេត្រីលោចិត្តស្មងសាហើយឈ្មោះតាមកវត្តមនាទីក្រភ្ជាប់នាមបងបន្ទាយប្រជុំពលហើយឈ្មោះតាមកវត្តមនាទីក្រភ្ជាប់នាមបងបន្ទាយប្រជុំពលក្នុងនាមកូនខ្មែរត្រូវតែសិក្សាឲ្យបានច្បាស់ថាប្រវត្តិមុន